អូខេជួយសួរនឹងសួស្តីអ្នកទាំងអស់គ្នាពួកយើងខានជួបគ្នាយូរមែនតើបាទប្រហែលជាង1ខែហើយនៅក្នុងថ្ងៃនេះផងដែរគឺខ្ញុំអត់ចង់ឲ្យខាត់ពេលយូរដើម្បីបង្ហាញដល់អ្នកទាំងអស់គ្នាតើតិនជាមួយទៅនឹងវិស័យ Cyber Security តែម្ដងឥឡូវនេះគឺពួកយើងបាទល្អមែនតើតើតិនជាមួយទៅនឹងកន្លែងហ្នឹងគឺខ្ញុំសូមចូលមក Facebook page របស់ខ្ញុំសិនហើយតើតិនជាមួយនឹងកន្លែងនេះក៏ដូចគ្នាដែរ គឺខ្ញុំបាន share ហើយទាក់ទិនជាមួយទៅនឹង ISC2 បាទCambodia Chapter គឺ official ហើយឥឡូវនេះគឺ official នៅក្នុងប្រទេសកម្ពុជារបស់យើងបាទទាក់ទិនជាមួយទៅនឹង ISC2 បាទហើយអ្នកនរគ្នានឹងដឹងថាតើវាគឺជាអីគេអ្នកគ្នាចូលមក new tab មកបាទអ្នកគ្នាចូលមកកន្លែងហ្នឹងហើយអ្នកគ្នា search ពីថា ISC2 ហើយអ្នកគ្នាdot បាទ o បាទ org តោះណាបាទ org ណាអញ្ចឹងខ្ញុំនឹងចូលមក link ខាងលើនេះគឺដើម្បីបង្ហាញអ្នកទាំងអស់គ្នាទន្ទឹមជាមួយទៅនឹង ISC2 បាទទន្ទឹមជាមួយនឹង ISC2 អ្នកគ្នាចូលមកកន្លែងនេះមកហើយអ្នកគ្នាចូលមកabout បាទ ISC2 who we are គឺអ្នកគ្នានឹងដឹងបាទ ISC2 គឺជាប្រភេទនៃបាទ Association Cyber Security Professional ណាដែលមានច្រើនមែនទែននៅជុំវិញពិភពលោកតាក់ទិនជាមួយទៅនឹងcertify បាទ member ណា265,000ណាតាក់ទិនមួយកន្លែងហ្នឹងអញ្ចឹងអឺអ្វីដែលសំខាន់គឺ mission របស់គេហើយ purpose របស់គេគឺគេមានបង្ហាញនៅកន្លែង about us នឹងទៅតែម្ដងអញ្ចឹងខ្ញុំអាចឲ្យ take time ទៅច្រើនទេអ្វីដែលខ្ញុំចង់បង្ហាញមែនតើនោះគឺតាក់ទិនជាមួយទៅនឹងប្រទេសកម្ពុជារបស់យើងគឺយើងមានតាក់ទិនជាមួយទៅនឹង ISC2 ផ្លូវការហើយណាឥឡូវនេះគឺផ្លូវការហើយមិនមែនអត់ផ្លូវការទេអញ្ចឹងសួរថាវាមានអត្ថប្រយោជន៍អីខ្លះបើសិនជាផ្លូវការហ្នឹងបាទអញ្ចឹងអ្នកគ្នាចូលមក community ហើយអ្នកគ្នាចូលមក ISC2 chapter ខាងលើហ្នឹងតែម្ដងតោះណាបាទតមកទៀតអ្នកគ្នា scroll ចុះមកក្រោមបាទកន្លែងនេះគឺអ្នកគ្នានឹងដឹង ISC2 engage our local chapter to represent the organization as virtual ណាអញ្ចឹងអ្នកទាំងអស់គ្នាមើលមកបាទគឺ support member ដោយ building network បាទ who share knowledge exchange resource and collaborate on project ដែលមាន4ចំណុចធំណាដែលមាន4ចំណុចធំគឺនៅក្នុងនេះតែម្ដងតោះណាបាទអញ្ចឹងបន្តមកទៀតនេះគឺ benefit of ISC2 chapters membership គឺអីគេ excel in leadership role បាទ earn CPE credits participate in key event បាទ contribute បាទណាអ្នកគ្នាមើលមកកន្លែងហ្នឹងតមកទៀតចំណុចបន្តទៀតគឺតើទៅមួយនឹង participate in community and បាទ outreach projects បាទហើយបន្តមកទៀតគឺតើទៅជាមួយនឹង enjoy discount បាទណាទៅលើISC2 product និង program អញ្ចឹងនេះអ្នកគ្នាអត្ថប្រយោជន៍join chapter បាទកន្លែងនេះអ្នកគ្នាមិនមែនចេះតែមានទេណាអ្នកគ្នាមើលមកជុំវិញពិភពលោកមានតែប្រហែលប្រទេសទេពីមុនអត់មាន Cambodia ទេឥឡូវគឺមាន Cambodia អ្នកគ្នាចុចចូល see all option អ្នកគ្នាយកពាក្យថា Cambodia គឺនេះតែម្ដងណានេះតែម្ដងគឺយើងមានតែម្ដងទិនជាមួយនឹងកន្លែងហ្នឹងពីមុនមានទេបាទមានតែខាងលិចខាងកើតយើងទេដូចអ្នកគ្នាដឹងស្រាប់ចឹងទៅមួយនឹងប្រដាប់កន្លែងហ្នឹងអញ្ចឹងនេះទៅមួយនឹង FAQ បាទ FAQ គឺមាននៅក្នុងហ្នឹងទាំងអស់ហើយបាទCPE can learn join chapter something else ណាមានកន្លែងហ្នឹងអញ្ចឹងសួរថាបាទតាំងពីពេលណានេះគឺតាំងយូរហើយអ្វីដែលសំខាន់គឺខ្ញុំចង់ប្រាប់អ្នកនរគ្នាថាឥឡូវនេះគឺយើងប្រើបើថាយើងផ្លូវការតាក់ទិនជាមួយនឹង ISC2 chapter បាទហើយនេះគឺជា page បាទគេហទំព័រ page ផ្លូវការរបស់ ISC2 chapters Cambodia ណា chapters Cambodia អញ្ចឹងអ្នកនាងអាចចូលទៅមើលរកការ update អីផ្សេងៗទាំងអស់អឺអឺទៅលើហ្នឹងហើយខ្ញុំ appreciate មែនទែនសម្រាប់ team ខាងគាត់ព្យាយាមធ្វើម៉េចបាទ delay to announce បាទសម្រាប់ដើម្បីក្លាយជា official បាទ chapter ទៅលើ ISC2 ណាទៅលើកន្លែងហ្នឹងអញ្ចឹងនេះគឺជាការជួយដំណឹងប៉ុណ្ណឹងហើយសង្ឃឹមថាអ្នកនរគ្នានឹងបានស្វែងយល់បន្ថែមទៅមើលត្រង់ចំណុចហ្នឹងដូចគ្នាដែរអរគុណជួបគ្នានៅវីដេអូបន្ទាប់